សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះ Channel យើងខ្ញុំបានលើកយករឿងនិទានមួយមកអានជូនបងប្អូនស្ដាប់ដែលមានចំណងជើងថារឿងព្រះនាងនិងផ្កាឈូកវេទមន្តកាលពីសម័យបុរាណមានព្រះនាងស្រស់ស្អាតម្នាក់ឈ្មោះព្រះនាងលក្ខណា នាងរស់នៅក្នុងព្រះរាជវាំងដែលពោរពេញទៅដោយផ្កានិងពន្លឺស្រស់ស្អាតព្រះនាងលក្ខណាមានចិត្តស្រឡាញ់ធម្មជាតិនិងសត្វស្ទើរគ្រប់ព្រមទាំងចូលចិត្តស្វែងយល់អំពីវេទមន្តនិងការព្យាបាលដោយធម្មជាតិថ្ងៃមួយព្រះនាងបានឃើញផ្កាឈូកមួយដែលមានពន្លឺចម្លងហើយមានក្លិនផ្អែមរំភើបចិត្តគ្រូវេទមន្តចាស់ម្នាក់បានប្រាប់ថាផ្កាឈូកនេះមានវេទមន្តពិសេសអាចជួយសង្គ្រោះអ្នកដែលមានចិត្តស្មោះនិងមានចេតនាល្អបានព្រះនាងលក្ខណាប្រើប្រាស់វេទមន្តផ្កាឈូកដើម្បីជួយប្រជាជននិងសត្វក្នុងព្រៃនាងបញ្ជូនក្លិនផ្កានិងទឹកផ្កាជួយព្យាបាលអ្នកជំងឺនិងផ្ដល់សុភមង្គលជាមួយនឹងការប្រើប្រាស់វេទមន្តដោយចិត្តល្អវាបានបង្កើតសេចក្តីសុខនិងជោគជ័យសម្រាប់អ្នកទាំងអស់គ្នាព្រះនាងបានរៀនថាវេទមន្តល្អគឺមកពីចិត្តល្អនិងការប្រើប្រាស់វាដោយស្មោះត្រង់មិនមែនពីកម្លាំងឬអំណាចឡើយប្រជាជនរាល់ទីកន្លែងបានគោរពនិងស្រឡាញ់ព្រះនាងលើសពីកម្លាំងរូបរាងនាងអត្ថន័យនៃមេរៀននេះគឺចិត្តស្មោះនិងការប្រើប្រាស់អំណាចឬវេទមន្តដោយចេតនាល្អអាចបង្កើតសុភមង្គលនិងជោគជ័យកម្លាំងគេមិនគ្រប់គ្រាន់បើគ្មានចិត្តល្អចា៎រឿងនិទានព្រះនាងនិងផ្កាឈូកវេទមន្តត្រូវបានបញ្ចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមស្ដាប់សូមជួយចុច like ចុច share និង subscribe ដើម្បីទទួលបានរឿងថ្មីៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ